សម្រាប់បងៗដែលចង់ធ្វើសាច់ជ្រូកស្រួយឲ្យស្រួយដូចសំឡេងក្នុង background ហ្នឹងណាដោយយើងប្រើតែ air fryer អញ្ចឹងបងធ្វើតាមខ្ញុំទាំងអស់គ្នាដំបូងយើងសម្អាតសាច់ហើយបន្ទាប់ពីហ្នឹងមកយើងយកសមកចាក់ស្បែកហើយយើងចាប់ផ្ដើមដាក់ជាមួយនឹងទឹកខ្មេះចូលទៅក្នុងចានយើងត្រាំវាប្រហែលជា20នាទីទឹកខ្មេះជួយបឺតយកនូវសារធាតុទឹកចេញពីក្នុងស្បែកជ្រូកហ្នឹងហើយបន្ទាប់ពី20នាទីកន្លងទៅយើងត្រូវយកกระดาษឬក៏អីដើម្បីយកវាមកជូតឲ្យស្ងួតអញ្ចឹងណាហើយបន្ទាប់ពីហ្នឹងគឺយើងដាក់ជាមួយនឹងអំបិលបើសិនអ្នកនរគ្នាចង់ប្រឡាក់អីផ្សេងបន្ថែមតិចតួចអាហ្នឹងគឺតាមតែការចូលចិត្តទេអត់អីហើយបន្ទាប់ពីហ្នឹងគឺយើងសម្ដិលសាច់ហ្នឹងទុកមកសន្ទុះតាមដែលយើងអាចធ្វើទៅបានអញ្ចឹងណាដើម្បីឲ្យសាច់ហ្នឹងវារៀងស្ងួតសម្រាប់ខ្ញុំអត់បានទុកយូរទេព្រោះប្រហែលជា5-10នាទីអីប៉ុណ្្នឹងឯងព្រោះអត់សូវមានពេលអញ្ចឹងហើយបន្ទាប់ពីហ្នឹងមកយើងយកវាមកដាក់ជាមួយនឹង air fryer យើងតែម្ដងបាទអញ្ចឹងពេលដាក់យើងព្យាយាមរៀងវាឲ្យញែកពីគ្នាទេណាតែដោយសាររបស់ខ្ញុំទូចអញ្ចឹងរៀងបជាបន្តិចតែបើយើងមានអា air fryer រៀងធំយើងដាក់តាមនឹងឲ្យវារៀងទលាយតិចទៅដើម្បីឲ្យវាឆាប់ឆ្អិនល្អបាទដោយសារតែយើងអត់បានស្រុះសាច់ជ្រូកនឹងមុនទេអញ្ចឹងយើងប្រើភ្លើងកម្ដៅ100អង្សាសេចន្លោះពី30នាទីទៅ60នាទីហើយបន្ទាប់ពី30នាទីអញ្ចឹងយើងអាចបើកវាឡើងមកដើម្បីមើលពីកម្រិតក្រៀមរបស់សាច់នឹងហើយយើងប្រែវាផងអញ្ចឹងណាប្រែចុះប្រែឡើងអញ្ចឹង30នាទីចុងក្រោយហ្នឹងគឺយើងប្រែវាបានជាលទ្ធផលបន្ទាប់ពី1ម៉ោងដែលយើងបានប្រើវានៅក្នុងសីតុណ្ហភាព100អង្សាសេអញ្ចឹងវាចាប់ផ្ដើមឡើងក្រៀមគ្រាន់ហើយប៉ុន្តែបន្ទាប់ពីហ្នឹងគឺយើងចូលធ្វើឲ្យវាស្រួយស្បែកអញ្ចឹងបន្ទាប់ពីហ្នឹងគឺយើងត្រឡប់វាស្បែកឡើងលើចេះមកណាបាទហើយបន្ទាប់ពីហ្នឹងគឺយើងយកវាចូលទៅក្នុង air fryer យើងម្ដងទៀតដោយប្រើកម្ដៅ200អង្សាសេរយៈពេល15នាទីទៅ20នាទីអញ្ចឹងពេលដែលដល់15នាទីគឺយើងអាសាបើកមើលផងណាតើវាខ្លោចឬក៏វាស្រួយដល់កម្រិតដែលយើងចង់បានហើយនៅតែនអានេះគឺបន្ទាប់ពី20នាទីហើយគឺស្បែកវាស្រួយប៉ុណ្ណឹងហើយសម្រាប់ខ្ញុំគិតថាខ្ញុំពេញចិត្តប៉ុណ្ណឹងខ្ញុំអត់ចង់តិចទៀតទេខែលោកខ្លោចហើយខ្ញុំគិតថាប៉ុណ្ណេះគឺញ៉ាំបានហើយអ្នកនរគ្នាអាចមើលបានវាអត់នៅខ្លាញ់ច្រើនទេគឺវាស្រក់ខ្លាញ់ទៅច្រើនមែនតើហើយស្បែកគឺស្រួយមែនតើអានេះគឺយើងកាប់ណាអ្នកនរគ្នាមើលសាច់នឹងខ្លាញ់គឺមកល្មមឆ្ងាញ់ហ្មងហើយនេះយើងកាប់បើសិនជាឮសំឡេងគឺដឹងតើឆ្ងាញ់ខ្លាំងហ្មងបាទស្រួយខ្ញោចខ្ញុំដាក់សលេងខ្ញុំទៅពីឲ្យស្ដាប់តិចណាបន្តិចបានហើយ